ខ្ញុំឈ្មោះរតសុផលខ្ញុំមានអាយុ31ឆ្នាំខ្ញុំរស់នៅក្នុងតំបន់ដីក្រហមតាំងឆ្នាំ1990រហូតដល់ឆ្នាំ2009នៅត្រូវគេបណ្តេញចេញពីដីក្រហមតាមខ្ញុំដឹងប្រជាជននៅទីនោះប្រហែលជានៅតំបន់ដីក្រហមហ្នឹងប្រហែលជា800គ្រួសារជាងផ្ទះខ្ញុំមានទ្រង់ទ្រាយវែងមួយផ្នែកទៅម្ដាយខ្ញុំគាត់ជួលឲ្យគេរស់នៅចំណែកមួយផ្នែកសម្រាប់កូនស្នាក់នៅអ្នកខ្លះធ្វើការនៅក្នុងហើយដូចជាខ្ញុំនៅក្នុងខ្ញុំធ្វើកញ្ចក់ឲ្យគេនិងខ្ញុំដេរនៅផ្ទះណាហើយផ្ទះខ្ញុំពាក់កណ្ដាលទៀតដែលខ្ញុំកាត់ជួលឲ្យគេគឺខ្ញុំមានចំណូលជាប្រចាំរាល់ថ្ងៃចំណែកគ្រួសារខ្ញុំគាត់ធ្វើការនៅខាងក្រៅល្ងាចបានត្រឡប់ទៅផ្ទះវិញខ្ញុំគិតថាក្រុមគ្រួសារខ្ញុំគឺជាក្រុមគ្រួសារដែលមានភាពកក់ក្ដៅបំផុតដែលមានអធ្យាស្រ័យគ្នាល្អខ្ញុំអត់ស្គាល់ថាគេជាអ្នកណាខ្លះទេពីព្រោះមនុស្សច្រើនដែលខ្ញុំអត់ស្គាល់មុខគេមានបថៅមានញួរមានចបសម្រាប់វាយកំតិចវាយឲ្យដួលផ្ទះទាំងអស់ហ្មងនៅពេលហ្នឹងគឺគេបាញ់ផ្សែងពុលគឺអត់ឲ្យប្រជាជនណាមួយបានយកអីវ៉ាន់ដែលសំខាន់ចេញផ្ទះបានទេខ្ញុំនិយាយរួមទៅខ្ញុំយកបានតែម៉ាស៊ីនដេរមួយមកនៅពេលដែលគេបដិញមកហ្នឹងថ្ងៃដំបូងដែលខ្ញុំមកដល់ទឹកដីដំណាក់រៀងហ្នឹងណាខ្ញុំដើរមើលជុំវិញហ្នឹងអស់ហើយខ្ញុំមានអារម្មណ៍មួយថាដូចជាគេនិយាយទេសឲ្យចេញពីស្រុកភូមិដែលធ្លាប់ផ្ដល់ភាពកក់ក្ដៅសម្រាប់ខ្ញុំនិងក្រុមគ្រួសារអញ្ចឹងអ្វីដែលខកសម្រាប់ខ្ញុំគឺឲ្យតែខ្ញុំនឹកឃើញដល់ដីក្រហមគឺខ្ញុំទឹកភ្នែករាល់ថ្ងៃខ្ញុំអត់ដែលសប្បាយចិត្តទេតាំងខ្ញុំមកនៅនេះខ្ញុំមានអារម្មណ៍ថាពិបាកច្រើនទីមួយគឺគ្រួសារខ្ញុំគាត់ត្រូវទៅធ្វើការនៅភ្នំពេញយើងអត់បានជុំដូចនៅដីក្រហមណាយើងនៅបែកគ្នាអញ្ចឹងមួយខែឬក៏កន្លះខែគាត់មកលេងផ្ទះម្ដងដោយសារថាយើងខ្វះខាតរឿងថវិកាទៅមកអញ្ចឹងទីពីរទៀតបើខ្ញុំអត់មានមុខរបរក៏ខ្ញុំអត់មានលទ្ធភាពបង់សម្រាប់ភ្លើងដែរហើយសម្រាប់ទឹកក៏ដូចគ្នាហើយបងប្អូនខ្ញុំនៅឆ្ងាយតែគេចង់មកលេងខ្ញុំពួកគេពិបាកមកព្រោះនៅឆ្ងាយពីគ្នាអញ្ចឹងណាគេបានត្រឹមថាទេសួរសុខទុក្ខម៉ាត់ពីរម៉ាត់ទៅប៉ុណ្ណារឿងថាមកជួបជុំគ្នាដូចនៅដីក្រហមគឺអត់ទេចំណែកម្ដាយខ្ញុំវិញតាំងពីនោះមកថ្ងៃណាក៏គាត់យំគាត់ទឹកភ្នែករហូតតាំងពីឈូសមកគាត់កើតជំងឺហ្នឹងគាត់គិតច្រើនខ្ញុំអត់ចង់រស់នៅឲ្យពិបាកចឹងទេព្រោះថ្ងៃពិបាកខ្ញុំសង្ឃឹមថាអនាគតខ្ញុំនឹងក្លាយទៅជាអ្នកលក់ដូរមួយដែលអាចមានធនធានគ្រប់គ្រាន់សម្រាប់ឲ្យកូនខ្ញុំបានសិក្សាឲ្យបានខ្ពស់កុំឲ្យបានតិចតួចដូចខ្ញុំមិនអាចធ្វើអីបានអញ្ចឹងណាបើសិនជាខ្ញុំមានថវិកាគ្រប់គ្រាន់គឺខ្ញុំឲ្យកូនខ្ញុំបានចូលសាលាល្អដោយកូនគេអ្នកធំអញ្ចឹង